ចាជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើផ្កាកន្លាបអញ្ចឹងដើម្បីធ្វើផ្កាកន្លាបបានយើងមានកระดาษមួយយើងបងប្អូនសាញ់ពោអីយកប៉ុណ្្នឹងមកហើយយើងបត់វាជា3 4តង់ដូចខ្ញុំបង្ហាញនេះហ្នឹងហើយចាហើយយើងបត់វាមួយតង់ទៀតចេញជារាងត្រីកោណបន្ទាប់ពីយើងកាត់អញ្ចឹងហើយបងប្អូនយើងកាត់វាយកតម្រង់ជារាងបេះដូងណាព្រោះអីផ្កាកន្លាបនេះយើងនៅរបត់វាទៀតចាអញ្ចឹងពួកខ្ញុំបត់ទេវាចេញជាវាបាន4សន្លឹកចាចេញជារាងផ្កា4សន្លឹកហើយយើងកាត់ដំបូងយើងកាត់1ចាបន្តមកទៀតយើងយកអាមួយទៀតយើងកាត់2កាត់វាចេញ2ណាចាបន្ទាប់ពីកាត់2ហើយយើងយកមួយទៀតមកកាត់3កាត់តាមលេខរៀងរបស់វាចាហើយអានេះយើងកាត់4ចាបន្តមកទៀតយើងចាប់ផ្ដើមបិទវាយកកាវដាក់វាអញ្ចឹងមកណានេះខ្ញុំចាប់យកអាកាត់4មុនគេអាទូជាងគេណាចាហើយយើងដាក់កាវអស់មកចាតបមកនេះខ្ញុំកាត់3យកមកបិទដៃតាមលេខរៀងរបស់វាដាក់កាយដាក់អីមកចាអានេះកាត់2បងប្អូនកាត់2ហើយតមកយើងបិទកាបិទយើងកាត់មួយមិញទៀតណាយើងបិទទាំងអស់ព្រោះវាតាមលេខរៀងរបស់វាពីតូចមកធំអញ្ចឹងហើយយើងសល់ដែលយើងកាត់ហ្នឹងយើងបិទវាទៀតយកវាមកបិទកាយទៀតចាហើយយើងសល់ពីកាត់ហ្នឹងមកបិទកាយទៀតចាអញ្ចឹងមកហើយបានហើយគ្រប់ហើយយើងរៀបវាតាមលេខរៀងមកពីតូចមកធំគឺអត់មានសល់ទេយើងប្រើទាំងអស់បន្តមកទៀតយើងយកលួសព្រោះខ្ញុំប្រើដើមផ្កានេះគឺយកលួសវាងាយស្រួលយើងរុំបងប្អូនហើយផ្កាដែលយើងបានកាត់ជា3ជា4ហើយយើងដាក់កៅមិញយើងពលិតវាឲ្យចេញកងោទៅក្រៅព្រោះខ្ញុំធ្វើនេះគឺខ្ញុំធ្វើផ្កាកន្លាប់រិចអញ្ចឹងយើងបត់វាអញ្ចឹងមកកងោវាអញ្ចឹងមកធ្វើទាំងអស់មកចាដាក់ទាំងអស់អញ្ចឹងកងោបញ្ចេញស្អាតហើយយើងចាប់ដើមរៀបវាទៀតតាមលេខរៀងហើយយកបងប្អូនមើលតន់អត់នេះយើងយកกระดาษមួយដែលយើងចោលទុកធ្វើដូចជាបដូរអញ្ចឹងចារុំវាអញ្ចឹងបានយើងរៀបផ្កាយើងតាមក្រោយហើយនេះយកមួយសន្លឹកមួយដំបូងមកគេបងអស់ហើយយើងកាប់សល់ហ្នឹងចាយកវាមកដាក់ចេញរៀងអញ្ចឹងមកតមកទៀតសល់2យើងយកវាមករុំបន្តទៀតមកយកវាមករុំបន្តតោះឲ្យយើងដាក់តាមលេខរៀងដែលយើងមូលហើយកាត់2កាត់3កាត់4ហ្នឹងហើយចាយកមកដាក់សោកវាតាមនេះមកបងប្អូនទេវាចេញពីផ្កាកន្លាបមកស្អាតមកចាប់តាមចេញបដាហើយណានេះហើយយើងដាក់ទៀតមកយើងដាក់កៅវាបានជាប់បើដាក់កៅវាជាប់ឯងសោកវាទៀតមកចាខ្ញុំដាក់តាមលេខរៀងមកពីតូចមកធំអញ្ចឹងកាត់1គឺនៅក្រោយគេនេះកាត់2ចាតើអត់បងប្អូននេះដាក់ឲ្យនេះចានេះខ្ញុំបានផ្កាមកតងហើយប៉ុន្តែយើងមិនទាន់ហើយប៉ុណ្ណឹងឯងគឺយើងត្រូវដាក់វានេះទៀតត្រូវដាក់លឹកដាក់តងវាទៀតបងប្អូនទាំងអស់គ្នានេះចាំមើលដាក់សៃម៉ៃវាបដូរខាងក្រោមរបស់វាចាចាប់ដើមតែពួកខ្ញុំមិនទាន់កាត់ទេណានេះដាក់ឲ្យបងប្អូនមើលសិនដាក់ហ្នឹងយើងមិនដាក់ឲ្យស្របគ្នាដាក់ឲ្យវាចេញរៀងដូចថាឆ្លាស់គ្នាកន្លែងតងរបស់វាអានេះខ្ញុំกระดาษមួយស្លឹកមកគឺកាត់គូតរបស់វាគូតរបស់ផ្កាកន្លាបចាយើងកាត់គូតហើយចឹងបងប្អូនមើលតន់បត់ទៀតបត់វាជា2ជា3ជា4មកចាកាត់រៀងវាអញ្ចឹងមកទៀតយើងបានជាគូតរបស់វាយើងដាក់មកស្អាតហ្មងបងប្អូនចានេះហើយមកខ្ញុំកាត់នេះច្រើននៃសារខ្ញុំធ្វើផ្កាច្រើនតែខ្ញុំបង្ហាញបងប្អូនតែមួយទេហើយយើងសោកវាមកជាការស្រេចហើយចាហើយខ្ញុំអរគុណទាំងបងប្អូនទាំងអស់គ្នាដែលខំតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមដល់ចប់ហើយជំរាបលាបងប្អូនទាំងអស់គ្នានេះស្អាតអត់ចាជំរាបលាបងប្អូនបាយបាយ